ព័ត៌មានថៃបានរាយការណ៍ថាអាជ្ញាធរនិងកងទ័ពថៃបានចុះវាស់វែងដីនៅតំបន់ភូមិនងច័ន្ទខេត្តស្រះកែវឬភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យដែលពួកគេបានពាត់បន្លាលួសនឹងទូកុងតឺន័រដើម្បីត្រៀមចេញឯកសារកម្មសិទ្ធិកាន់កាប់ដីធ្លីឲ្យពលរដ្ឋរបស់ខ្លួនចំនួន3គ្រួសារនៅលើផ្ទៃដីសរុប70 រ៉ៃឬក៏ប្រហែលជា11ហិកតាតាមការចុះផ្សាយរបស់កាសែត Thai Inquirer នៅថ្ងៃទី18 ខែមីនាឆ្នាំ2026និងព័ត៌មានជាច្រើនទៀតពីភាគីថៃប្រតិបត្តិការនេះធ្វើឡើងដោយអង្គភាពកងកម្លាំងពិសេសលេខ12នៃកងកម្លាំងបូព៌ាថៃដោយពួកគេបានដាក់កម្លាំងសន្តិសុខមន្ត្រីព្រៃឈើនិងមន្ត្រីវាស់វែងដីធ្លីចុះពិនិត្យក្បាលដីចំនួន3ដើម្បីផ្ទៀងផ្ទាត់សិទ្ធិកាន់កាប់និងឈានទៅចេញប្លង់ផ្លូវការក្នុងចំណោមនោះលោកសាណាន់សេរីភានឹងទទួលបានដី3ហិកតាលោកស្រីសុំភ័រយ៉ាវិសិទ្ធទទួលបាន5ហិកតានិងលោកស្រីថងមួងសូរីវ៉ាន់បាន3ហិកតាភាគីថៃថែមទាំងអះអាងថាដីទាំង3ប្លង់នេះគឺជាដីរបស់ថៃតាំងពីជំនាន់បុព្វបុរសទៀតផងលោកប៉ែនរទ្ធីមេភូមិជោគជ័យបានប្រាប់ News Today ថាលោកបានដឹងព័ត៌មានអំពីថៃត្រៀមចែកប្លង់ដីដល់ពលរដ្ឋរបស់ខ្លួនតាមរយៈព័ត៌មានថៃប៉ុណ្ណោះព្រោះភូមិជោគជ័យពេលនេះត្រូវបានរាំងខ្ទប់ដោយបន្លាលួសនឹងកុងតឺន័រធ្វើឲ្យការចុះពិនិត្យស្ថានភាពជាក់ស្ដែងមិនអាចធ្វើទៅបានក្រសួងការបរទេសកម្ពុជាទើបតែបានចេញលិខិតជំទាស់សកម្មភាពរបស់ថៃក្រសួងការបរទេសកម្ពុជាថារាល់សកម្មភាពរបស់ថៃដែលធ្វើឡើងនៅលើដែនដីរបស់កម្ពុជាគឺផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគីបំពានច្បាប់និងផែនទីអន្តរជាតិដែលភាគីថៃខ្លួនឯងធ្លាប់បានទទួលស្គាល់កម្ពុជាបានទាមទារឲ្យថៃបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះក៏ប៉ុន្តែត្រូវថៃបញ្ជាពេលតាំងពីខែធ្នូឆ្នាំ2025មកដល់ពេលនេះហើយបន្តបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែងដែលខ្លួនបានកាន់កាប់ដោយប្រើកម្លាំងយោធា